អញ្ចឹងថ្ងៃនេះយើងមកធ្វើការងារតាក់ទងជាមួយនឹង FTP server នៅលើ AWS អញ្ចឹងដើម្បីអាចធ្វើការងារនឹងបានទីមួយគឺយើងត្រូវមានEC2 machine នេះហើយយើងត្រូវបង្កើត instance ដើម្បីយើងបាន SA client ព្រោះយើងចាំបាច់ត្រូវបង្កើត EC2 machine ហើយយើង run instance នឹងឲ្យ active ដើម្បីយើងបាន CH mode នេះហើយជាមួយនឹង SH command remote ដើម្បីយើង remote ចេញពី Git bash ចូលហើយមួយទៀតហ្នឹងគឺយើងត្រូវការមានតាក់ទងជាមួយនឹង key នេះ key EC2 remote នេះហើយយើងដាក់នៅកន្លែងណាក៏បានដែរដើម្បីយើងអាច open Git bash ចេញពីកន្លែង path ហ្នឹងចឹងនេះតាក់ទងមួយ Git bash ដែលយើងបានបើកចេញពីក្នុង path ដែលមាន key ហ្នឹងចឹងខ្ញុំសូមចូលទៅ copy ch mode តើបើយើង copy ch mode ហើយយើងត្រូវ copy ASA នេះដើម្បី remote ចូលទៅ server របស់យើងអញ្ចឹងយើងបានចូលមកក្នុង server របស់យើងហើយខ្ញុំសូម clear មួយសិនអញ្ចឹងដើម្បីអាចធ្វើការនៅលើតាក់ទងការងារ FTP server លើ AWS យើងបានទីមួយយើងត្រូវ update សិន update Ubuntu server របស់យើង sudo apt update មកអូខេអញ្ចឹងបន្ទាប់ពីយើង update ហើយយើង upgrade មួយទៀតទៅយើងចេះមកអូខេឥឡូវយើងបានធ្វើការ update upgrade ហើយអញ្ចឹងដើម្បីអាចធ្វើការងារនៅលើនឹងបានគឺយើងត្រូវ install VSFTPD សិនគឺយើង sudo apt install VSFTPD ហើយយើងដក y មកដើម្បីយើងgrant yes ទៅការ install ហ្នឹងហ្មងអញ្ចឹងយើងបាន install success ហើយបន្ទាប់ពីយើង install ហើយយើងត្រូវចូលទៅកាន់etc អញ្ចឹងយើង cd etc ទៅអូខេឥឡូវយើងបានឈរលើ etc ហើយតើមកយើងរកមើល file ដែលយើងបាន install ហ្នឹងអញ្ចឹងនេះ file ដែលបាន install ហ្នឹងដោយសារខ្ញុំធ្លាប់ធ្វើការងារនឹងពីមុនមកហើយដែរអញ្ចឹងខ្ញុំមានទាំង file ហ្នឹងហើយជាមួយនឹង file back មួយទៀតដែលយើងទុក backup អញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំ backup file ហ្នឹងហើយខ្ញុំអត់ចង់ backup មួយសារទៀតទេយើងទៅតការងារទៅមុខទៀតគឺយើងនឹងចូលទៅ config នៅក្នុង file VSFTPD ហ្នឹងហ្មងអញ្ចឹងយើងប្រើ nano file យើងចូលទៅ nano file vs អញ្ចឹងនេះអញ្ចឹងអីដែលយើងត្រូវ config ហ្នឹងគឺយើងត្រូវ enable local enable ហ្នឹងហើយជាមួយនឹង write enable ហើយជាមួយនឹងcrowd local user ហ្នឹងទៅ yes អញ្ចឹងយើងចូលទៅមើលទៅអញ្ចឹងនេះអញ្ចឹង local enable គឺយើងត្រូវដាក់វាមក yes បើយើងអត់ទាន់ធ្វើការងារនឹងដំបូងទេគឺវានឹងកន្លែងហ្នឹងគឺអត់ទាន់ចេញអញ្ចឹងទេគឺវានឹងបិទកន្លែងហ្នឹងអញ្ចឹងយើងត្រូវ enable វាយើងដកតែសញ្ញាទង់ជូកចេញទៅវា enable ហើយអញ្ចឹង right enable គឺ yes យើងចុះទៅក្រុមទៀតដើម្បីទៅមើល crowd នេះអញ្ចឹងកន្លែងនេះគឺ crowd local user គឺយើងដាក់មក yes ដូចគ្នាហើយបន្ទាប់មកយើង add
line មួយទៀតហ្នឹងគឺ line នេះគឺ line allow write enable ហ្នឹងទៅ yes ដូចគ្នាចឹងយើងទៅមួយទៀតគឺយើងត្រូវ add 3 line បន្ថែមនៅចុងបង្អស់នៃ file ហ្នឹងនេះគឺយើងត្រូវ add PASV enable ហ្នឹងទៅ yes ហើយយើងដាក់ min port វា 5000 ហើយ max port 50000 ហើយ max port វាគឺ 51000 បន្ទាប់មកយើងត្រូវការ save file ហ្នឹងទៅយើង control X មកគឺយើងបាន save file ហ្នឹងហើយឯងបន្ទាប់មកទៀតគឺយើងត្រូវចូលទៅ restart file vs ftpd របស់យើងប្រើ sudo system ctl restart vsftpd ចឹងយើង restart រួចរាល់ហើយយើងត្រូវការមើល status របស់វាថាវា active អត់ ctl status vsftpd ចឹងយើងឃើញថាវា active ហើយចឹងនៅពេលដែលយើងបាន config file នឹងចប់គឺយើងត្រូវទៅចូលក្នុង file Zella ដើម្បីធ្វើការ connection មួយនឹងចឹងនេះគឺជា file Zella ដែលនេះខ្ញុំបាន test connect success ហើយប៉ុន្តែយើងត្រូវចូលមក site manager នេះបើក្នុងករណីយើងអត់ទាន់បាន connect យើងចូលមក site manager មកគឺយើងត្រូវធ្វើការដាក់តាក់ទងជាមួយនឹងកន្លែងនេះគឺយើងជ្រើសរើសយកSFTP SH file transfer protocol នេះហើយនេះគឺជា host server របស់យើងហើយតាក់ទងជាមួយនឹង host IP server នេះគឺយើងត្រូវចូលទៅក្នុង AWS កន្លែងនេះយើងចូលមក instance ហើយយើងចូលមក instance ដែលយើងបានបង្កើតហ្នឹងយើងមើលនៅក្នុង public IP address របស់យើងនេះគឺយើង copy IP ហ្នឹងយកទៅដាក់ទៅហើយបន្ទាប់មកទៀត location ហ្នឹងគឺយើងត្រូវយក key file user ហ្នឹងយើងដាក់ Ubuntu server នេះគឺជា key file ដែលយើងបានបើកនៅក្នុង Git bash ហ្នឹងគឺយើង select យក key file ហ្នឹងហើយតើមកយើង connect test connection ទៅអានេះដោយសារខ្ញុំ test connect វា success ហើយអីចឹងខ្ញុំអត់ចាំបាច់ត្រូវ connect ទៀតទេព្រោះខ្ញុំបាន connect វា success ហើយចឹងនេះយើងបាន success ហើយអូខេចឹងនៅក្នុងនេះគឺខ្ញុំបានបង្កើត file មួយគឺ ftp client ចឹងនេះFTP client ដែលខ្ញុំបានបង្កើតហ្នឹងហើយខ្ញុំមាន file ផ្សេងៗនៅក្នុងនេះគឺlearning THT អញ្ចឹងទៅប៉ុន្តែឥឡូវនេះខ្ញុំអាចបង្កើត file បន្ថែមមួយទៀតមកដើម្បីយើង test ទៅ check មើលថាវាពិតជាបានបង្កើតនៅក្នុងនឹងអត់ខ្ញុំដាក់ថា new file .txt អូខេអញ្ចឹងនេះ new file នេះគឺខ្ញុំបានបង្កើតវា success ហើយឥឡូវយើងអាចចូលទៅមើលនៅក្នុង Git bash របស់យើងអញ្ចឹងក្នុង Git bash នេះខ្ញុំ clear សិនមកខ្ញុំអាចចូលទៅ check រមើល FTP client ហ្នឹងខ្ញុំសុំ cd ចេញសិនខ្ញុំសុំចេញពី etc សិនអញ្ចឹងខ្ញុំ ls នោះគឺ FTP client របស់ខ្ញុំអញ្ចឹងខ្ញុំ cd ចូលទៅ FTP client អញ្ចឹងខ្ញុំ ls មើលមកនេះអញ្ចឹងយើងឃើញថា new file ដែលទើបបានបង្កើតមកថ្មីហ្នឹងខ្ញុំសុំទៅបង្កើត file test ថ្មីមួយទៀតសិនព្រោះអញ្ចឹងយើងសាក ls មើលឡើងវិញមកអញ្ចឹងនេះគឺយើងឃើញដូចគ្នាប៉ុន្តែ file នេះខ្ញុំគ្រាន់តែ test ទេអូខេអញ្ចឹងយើងអាចចូលទៅសរសេរអីផ្សេងនៅក្នុង file ហ្នឹងបានយើងអាច open file ហ្នឹងដើម្បី write text ផ្សេងនៅក្នុងហ្នឹងអញ្ចឹងខ្ញុំប្រើ nano new file
PHP ចឹងយើងអាចសរសេរអីផ្សេងៗមក hello from new file ហើយយើង save អូខេចឹងយើងអាច cat file នឹងមើលបានអូខេដោយសារយើងមាន new file .php ចឹងនេះគឺជា text ដែលយើងបានសរសេរមកមិញហ្នឹង hello from new file ឬក៏ខ្ញុំអាច cat មើល file ដែលខ្ញុំបានសរសេរកាលពីមុនគឺ file learning.php នេះចឹងនេះគឺខ្ញុំអីដែលខ្ញុំបានសរសេរចឹងការងារយើងមានតែប៉ុណ្្នឹងទេថ្ងៃហ្នឹងអរគុណខ្ញុំសូម cat តាក់ទងជាមួយនឹង who am I សិននេះគឺ Ubuntu server